ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំមានបំណងចង់ចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ីចុងខែនេះដើម្បីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដោយយោងតាមប្រភពចំនួន3ដែលស្នើមិនបញ្ចេញឈ្មោះបានដាក់លក្ខខណ្ឌលើការចូលរួមរបស់លោកត្រាំក្នុងកិច្ចប្រជុំអាស៊ាននៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាគឺតម្រូវឲ្យរដ្ឋាភិបាលម៉ាឡេស៊ីអនុញ្ញាតឲ្យលោកធ្វើជាអធិបតីលើពិធីចុះហត្ថលេខាផ្លូវការនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅក្រៅព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនោះលោកត្រាំបានអះអាងថាលោកមានទូនីតិសម្រាប់ក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរកាលពីខែកក្កដាដោយអួតអាងថាលោកគឺជាប្រធានាធិបតីសន្តិភាពយោងតាមប្រភពបានលើកឡើងពីសំណើសុំជាពិសេសឲ្យអ្នករៀបចំប្រជុំកំពូលដកមន្ត្រីចិនចេញពីពិធីចុះហត្ថលេខានោះការរក្សាប្រទេសចិនឲ្យនៅក្រៅព្រឹត្តិការណ៍នេះគឺដើម្បីធានាថាការចាប់អារម្មណ៍នៅតែផ្ដោតលើលោកត្រាំហើយក៏បានកាត់បន្ថយទូនាទីរបស់ទីក្រុងប៉េកាំងក្នុងការសម្របសម្រួលរវាងបាងកកនិងភ្នំពេញមន្ត្រីជាន់ខ្ពស់រដ្ឋបាលម្នាក់បានបដិសេធថាលោកត្រាំមិនបានដាក់លក្ខខណ្ឌលើការចូលរួមប្រជុំកំពូលដោយពាក្យពន្ធនឹងពិធីសន្តិភាពនោះទេប៉ុន្តែបានអះអាងថាប្រធានាធិបតីបានចរចាកិច្ចព្រមព្រៀងសន្តិភាពនេះចិនមិនបានដើរតួនាទីក្នុងការចរចាទាំងនេះឡើយតម្រូវការរបស់លោកត្រាំបានដាក់ប្រទេសម៉ាឡេស៊ីក្នុងស្ថានភាពលំបាកសម្រាប់មួយផ្នែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអឺប្រាហ៊ីមបាននិយាយរួចហើយកាលពីខែកក្កដាថាការចូលរួមរបស់លោកត្រាំគឺជារឿងសម្រេចរួចរាល់ហើយម្យ៉ាងវិញទៀតបើលោកអាន់វ៉ាយល់ព្រមតាមសំណើនេះលោកប្រឈមនឹងហានិភ័យនៃការបង្ហាញខ្លួនថាកំពុងយកចិត្តប្រធានាធិបតីអាមេរិកម្នាក់ដែលមិនសូវមានប្រជាប្រិយភាពខ្លាំងនៅម៉ាឡេស៊ីលោកត្រាំមានមហិច្ឆតាក្នុងការឈ្នះរង្វាន់ Nobel សន្តិភាពក្លាយជាកម្លាំងជំរុញនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកទៀងរដ្ឋាភិបាលប៉ាគីស្ថាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនយ៉ាមីនណេតាន់យ៉ាហ៊ូនិងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតសុទ្ធតែតែងតាំងលោកត្រាំសម្រាប់ពានរង្វាន់ Nobel សន្តិភាពឆ្នាំ2025ការទាមទាររបស់លោកត្រាំធ្វើឲ្យលោកអាន់វ៉ាត្រូវប្រុងប្រយ័ត្នខ្ពស់ព្រោះលោកកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលសង្ឃឹមថានឹងបន្ថយពន្ធបច្ចុប្បន្ន 19% លើទំនិញនាំចូលម៉ាឡេស៊ីប៉ុន្តែទីក្រុងកូឡាឡាំពូមិនចង់ធ្វើឲ្យទីក្រុងប៉េកាំងមិនសប្បាយចិត្តនោះទេដោយសារប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតនិងជាប្រភពវិនិយោគបរទេសដ៏សំខាន់មេដឹកនាំថៃនិងកម្ពុជាបានទទួលស្គាល់ការជួយអន្តរាគមន៍របស់លោកត្រាំក្នុងការបញ្ឈប់ជម្លោះព្រំដែនដែលបានសម្លាប់មនុស្សរាប់សិបនាក់និងបង្ខំឲ្យជនស៊ីវិលជិត30,000 នាក់ចាកចេញពីលំនៅឋានរបស់ពួកគេលោកត្រាំបានអះអាងថាការដាក់សម្ពាធដោយការគំរាមបង់ពន្ធយ៉ាងខ្លាំងគឺជាកត្តាដ៏សំខាន់ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានេះទោះជាយ៉ាងណាភាពស្ថិតស្ថេរនៃសន្តិភាពនេះនៅតែមិនទាន់មានភាពច្បាស់លាស់ដោយសារកងទ័ពថៃនិងកម្ពុជាបានបាញ់តបតគ្នាមួយរយៈខ្លីកាលពីខែមុនហើយការបដិសេធរបស់ថៃក្នុងការបើកច្រកព្រំដែនឡើងវិញក៏បានគូសបញ្ជាក់ពីកម្រិតនៃការមិនទុកចិត្តរវាងប្រទេសទាំងពីរចាសសម្រាប់លោកអ្នកបងប្អូនដែលមានបញ្ហាឈឺចង្កេះលោកអ្នកបងប្អូនអាចប្រើប្រាស់បានជាប្រភេទខ្សែក្រវ៉ាត់ការពារចង្កេះមួយនេះដែលអាចជួយកាត់បន្ថយការឈឺចាប់ជាពិសេសពុកម៉ែបងប្អូនដែលអង្គុយយូរធ្វើការធ្ងន់ឬក៏ឈរយូរជាដើមបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ប្រភេទខ្សែក្រវ៉ាត់នេះ